ទូរស័ព្ទដែលចេញមកពីខាងកើពេលបច្ចុប្បន្ននេះខ្ញុំមើលឃើញថាវាល្អប្រើខ្លាំងមែនទែនអត់ចាំបាច់លើកឡើងពីស្ពេចទូរស័ព្ទមួយទេដោយសារតែនិយាយពីរឿងស្ពេចខាងកើហ្នឹងគឺលំដាប់ហើយតាំងពីដើមមកប៉ុន្តែអ្វីដែលខ្ញុំចង់សរសើរនោះគឺទៅលើពាក្យមួយម៉ាត់ថាល្អប្រើកាលពីមុនស្ពេចគឺមានធំដូចជាកាមេរ៉ា megapixel ធំប៉ុន្តែថតមកគឺមិនជាប្រមាណទេថ្មទំហំធំច្រើនមីលីអាំពែម៉ោងក៏ពិតមែនប៉ុន្តែប្រើជាក់ស្ដែងទៅក៏មិនណាស់ណាដែរទូរស័ព្ទខ្លះគឺឆាប់អស់លឿនទៀតបើនិយាយពី software វិញមិនសូវមានអីលេងមិនសូវមានអីថ្មីហើយរូបរាងក៏អាក្រក់មើលទៀតហើយណាមួយការដែល update បានត្រឹម2ឆ្នាំទៅ3ឆ្នាំអស់ហើយឥឡូវនេះគឺសពបែបយ៉ាងហាក់បីដូចជាឡើងទៅដល់កម្រិតស្តង់ដារមួយថ្មីដោយសារវីដេអូមុនខ្ញុំបាន review Xiaomi 15T Pro ហើយមកដល់ថ្ងៃនេះខ្ញុំនៅតែមិនទាន់បាត់សរសើរ model នោះទេទូរស័ព្ទនោះគឺគេដាក់លក់$600ជាងហើយអ្នកទាំងគ្នាទទួលបានទំហំផ្ទុក 512GB ហើយ RAM 12GB ខ្ញុំចូលចិត្តសឹងតែគ្រប់ផ្នែកសម្រាប់ 15T Pro វាមានអេក្រង់ដែលមាន refresh rate ខ្ពស់ 144Hz បើសិនជាមាន game support ដឹងតែរអិលហើយវីដេអូដែលចាក់នៅក្នុងទូរស័ព្ទហ្នឹងគឺច្បាស់ល្អខ្លាំងមែនទែនដោយសារតែអេក្រង់របស់វាជាប្រភេទ OLED ហើយវាមាន 12bit color ទៀតហ្គេមរបស់វាក៏ស្ដើងទូរស័ព្ទស្អាតងាយស្រួលកាន់និយាយរួមទៅចំណុចនេះគឺជាចំណុចដែលខ្ញុំចូលចិត្តនៅពេលដែលប្រើ chip Dimensity 9400 Plus ក៏ជា chip មួយដែលខ្ញុំគិតថាវានៅខ្លាំងដែរនៅក្នុងកម្រិតមួយ flagship សម្រាប់ chip មួយហ្នឹងអ្វីដែលសំខាន់បំផុតការដែល performance របស់វាហ្នឹងតកតងនៅរឿងកម្ដៅខ្ញុំប្រើគឺតិចខ្លាំងមែនទែនមិនថាទាញវាយកទៅថតនៅខាងក្រៅប្រើអ៊ីនធឺណិត SIM អីគឺវាមិនក្ដៅខ្លាំងឬក៏មិនក្ដៅលឿនធ្វើឲ្យខ្ញុំនឹងត្អូញត្អែរទេទំហំថ្ម 5500 មីលីអាំពែម៉ោងខ្ញុំប្រើលើស24ម៉ោងខ្ញុំនៅតែទទួលបាន screen on time ឬក៏រយៈពេលដែលប្រើមើលអេក្រង់សុទ្ធហ្នឹងគឺ8ម៉ោងកន្លះនេះគឺជាចំនួនមួយដ៏ល្អខ្លាំងមែនទែនកាមេរ៉ាក្រោយ 12 megapixel ultra wide angle lens ថតល្មម 50 megapixel ថតមួយគុណអាហ្នឹងគឺល្អនៅពេលយប់ងាយស្រួលថតដោយសារវាមាន aperture f1.6 ហើយមួយគ្រាប់ដែលមានលើសគឺ telephoto 5គុណអានេះគឺ50 megapixel ដូចគ្នាថតមកគឺមាន blur background ច្រើនហើយមួយទៀតគឺវាចាប់ focus បានលឿនខ្ញុំចង់មក recap ទូរស័ព្ទនឹងតែប៉ុណ្្នឹងទេហើយទូរស័ព្ទកើបន្តទៀតអ្នកទាំងគ្នាអាច recommend បានថាតើខ្ញុំគួរតែ review មួយណាមួយទៀតរូបភាពដែលខ្ញុំបានថតសម្រាប់ទូរស័ព្ទ Xiaomi 15T Pro អ្នកទាំងគ្នាអាចចូលទៅ check មើលនៅក្នុង page បានខ្ញុំនឹង post ដើម្បីអ្នកទាំងគ្នា zoom មើល detail អីចឹងជាដើមប៉ុន្តែបើអ្នកទាំងគ្នាត្រូវការ file original ចេញពីទូរស័ព្ទតែម្ដងខ្ញុំនឹងទម្លាក់ file ហ្នឹងចូលទៅក្នុង group Tech Nerd Homey ដែលនៅក្នុង Telegram អ្នកទាំងគ្នាអាច join បានជា private group អត់មានការផ្សព្វផ្សាយពាណិជ្ជកម្មអីញ៉ៃនៅក្នុងនោះទេ